ថ្ងៃនេះយើងនឹងចែករំលែកអំពីឃុំគោលដៅមួយរបស់អង្គការ FIDR នារដូវវស្សានោះគឺជាឃុំសំរោងសែនឃុំសំរោងសែនគឺជាឃុំមួយដែលដាច់ស្រយាលស្ថិតនៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងដើម្បីទៅដល់ឃុំនេះបានដំបូងយើងត្រូវជិះសាឡាងចេញពីក្រុងកំពង់ឆ្នាំងប្រហែលជា30នាទីបន្ទាប់មកទៀតយើងអាចជិះឡានឬក៏ម៉ូតូប្រហែលជា20នាទីទៀតហើយបើសិនជាក្នុងរដូវវស្សាអ្នកទាំងអស់គ្នាត្រូវជិះទូកប្រហែលជា20នាទីទៀតពីឃុំដាទៅទម្រាំទៅដល់ឃុំសំរោងសែនហើយវាមានការខុសប្លែកគ្នាពីរដូវប្រាំងដែលយើងគ្រាន់តែជិះម៉ូតូឬក៏ឡានអាចទៅដល់ឃុំសំរោងសែនដោយផ្ទាល់ឥឡូវនេះយើងបានមកដល់ឃុំសំរោងសែនហើយនេះគឺជាទិដ្ឋភាពនារដូវវស្សាអ្នកទាំងអស់គ្នាអាចរីករាយទស្សនាស្ថានភាពក៏ដូចជាការរស់នៅរបស់ប្រជាជននៅក្នុងឃុំសំរោងសែននេះផងដែរបន្ទាប់ពីចតទុកហើយតោះខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលស្ថានភាពនៅខាងក្នុងឃុំនេះតែម្ដងកំឡុងពេលដែលអ្នកទាំងអស់គ្នាអស់កម្លាំងអ្នកអាចសម្រាកបន្តិចនៅក្រោមដើមឈើដ៏ធំមួយនេះសូម្បីតែក្មេងៗក៏ចូលចិត្តលេងនៅក្រោមដើមឈើនេះផងដែរមានក្មេងៗជាច្រើនកំពុងតែលេងកំឡុងពេលដែលសាលាមិនទាន់បានចូលកងវិញក្មេងៗមួយចំនួនរីករាយនឹងការលេងជុំគ្នាប៉ុន្តែក្មេងៗមួយចំនួនទៀតនោះគឺបានសហការគ្នាក្នុងការដោះលាងបន្ទប់ទឹកមុននឹងបដិសេធនកម្មមកដល់ក្មេងៗមួយចំនួនទៀតកំពុងតែឈរចាំទិញចេកចៀនដែលមានលក់នៅក្នុងភូមិរបស់ពួកគេមិនត្រឹមតែប៉ុណ្ណោះមានតូបខ្លះបានលក់ភេសជ្ជៈក៏ដូចជាចំណីចំណុកផ្សេងៗទៀតដែរកសិករមួយចំនួនទៀតកំពុងតែធ្វើត្រីដើម្បីធ្វើជាប្រហិតឬក៏ប្រហុកឬក៏ផ្អកមាន់ជាដើមដោយសារតែទឹកលិចចូលដល់ក្រោមផ្ទះប្រជាជនទាំងនេះបានផ្លាស់ប្ដូរម៉ូតូកង់និងសម្ភារៈប្រើប្រាស់ផ្សេងៗយកមកទុកនៅខាងមុខផ្ទះនៅកណ្ដាលផ្លូវនៅក្នុងភូមិផ្ទះតូចៗមួយចំនួនក៏ត្រូវបានលិចដោយសារតែទឹកឡើងហើយម្ចាស់ផ្ទះគាត់ក៏បានទៅរស់នៅជាមួយនឹងសាច់ញាតិរបស់ពួកគេតែយ៉ាងណាមិញប្រជាជននៅទីនេះនៅតែចូលចិត្តធម្មជាតិនៅក្នុងឃុំរបស់ផងពួកគាត់ខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នាអាចមកលេងនៅក្នុងឃុំសំរោងសែនជាពិសេសនោះគឺមើលអំពីទិដ្ឋភាពនៃការរស់នៅរបស់ប្រជាជននៅទីនេះរបៀបនៃការដែលពួកគាត់រីករាយជាមួយនឹងធនធានធម្មជាតិនៅក្នុងឃុំរបស់ផងគាត់